សួស្តីកូនៗទាំងអស់គ្នាយើងចូលទៅវិញ្ញាសាទី4សម្រាប់មុខវិជ្ជាប្រវត្តិវិទ្យាបាទនៅក្នុងវិញ្ញាសាត្រៀងទី4របស់យើងគឺមាន2សំណួរសំណួរទី1ពណ៌នាអំពីសមាជជាតិក្នុងសម័យសង្គមរាស្ត្រនិយមពីឆ្នាំ1955ដល់ឆ្នាំ1970និងសំណួរទី2ពណ៌នាអំពីសមិទ្ធផលរាជរដ្ឋាភិបាលកម្ពុជាពីឆ្នាំ1993ដល់បច្ចុប្បន្នបាទអញ្ចឹងនៅក្នុងវិញ្ញាសាត្រៀមទី4របស់យើងគឺមាន2សំណួរសំណួរទី1តាក់ទងទៅនឹងសមាជជាតិនៅក្នុងសម័យសង្គមរាស្ត្រនិយមនិងសំណួរទី2តាក់ទងទៅនឹងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ1993រហូតដល់បច្ចុប្បន្នបាទអញ្ចឹងសំណួរសម្រាប់វិញ្ញាសារបស់យើងគឺមានតែ2នេះហើយមុននឹងឈានទៅដល់ការបកស្រាយលោកគ្រូចង់ឲ្យកូនៗជួយ comment ចំពោះវីដេអូរបស់លោកគ្រូប្រសិនបើកូនៗមានចម្ងល់ទាក់ទងទៅនឹងការធ្វើអធិប្បាយរបស់លោកគ្រូហើយកូនៗយល់ថាវីដេអូនេះល្អកូនៗអាចជួយចុច like ហើយបើសិនជាកូនៗយល់ថាវីដេអូនេះមានប្រយោជន៍អញ្ចឹងកូនៗអាច share ចែករំលែកទៅកាន់មិត្តភ័ក្តិរបស់យើងដើម្បីពួកគាត់បានឃើញវីដេអូនេះដោយកូនៗដែរបាទហើយចុងក្រោយសូមកូនៗជួយចុច subscribe channel របស់លោកគ្រូដើម្បីយកដល់ជាកម្លាំងចិត្តឲ្យលោកគ្រូនៅក្នុងការធ្វើវីដេអូថ្មីជាបន្តបន្ទាប់ទៀតបាទយើងចូលទៅដល់ចម្លើយនៃសំណួរទាំងពីររបស់យើងគឺសំណួរទី1និយាយអំពីសមាជជាតិក្នុងសម័យសង្គមរាស្ត្រនិយមបាទគឺសម័យសង្គមរាស្ត្រនិយមដែលយើងរាប់ពីឆ្នាំ1955ដល់ឆ្នាំ1970បាទអញ្ចឹងលោកគ្រូសូមធ្វើការរៀបរាប់អំពីសមាជជាតិដូចខាងក្រោមនេះសមាជជាតិត្រូវបានបង្កើតឡើងនៅក្នុងសម័យសង្គមរាស្ត្រនិយមហើយកម្មវិធីនេះត្រូវបានរៀបចំឡើងចំនួន28ដងដែលលើកទី1ប្រព្រឹត្តទៅនៅឆ្នាំ1955ដោយមានការចូលរួមពីមហាជនគ្រប់ស្រទាប់និងតំណាងមកបកផ្សេងៗសមាជជាតិត្រូវបានប្រពៃឡើងមួយឆ្នាំ2ដងដែលមានសម្ដេចនរោត្តមសីហនុជាប្រធានហើយសមាជជាតិគឺជាស្ថាប័ននយោបាយរបស់រដ្ឋដែលទាមទារឲ្យមានជំនួបរវាងប្រជាពលរដ្ឋនិងមន្ត្រីនៃរាជរដ្ឋាភិបាលដើម្បីពិភាក្សាអំពីប្រយោជន៍ជាតិសមាជជាតិត្រូវបានធ្វើឡើង2ដងក្នុងមួយឆ្នាំដើម្បីពិភាក្សាទៅលើបញ្ហាសំខាន់ៗដែលទាក់ទងទៅនឹងនយោបាយក្នុងនិងក្រៅប្រទេសហើយសមាជជាតិនេះមានតួនាទីសំខាន់នៅក្នុងវិស័យនយោបាយរបស់ប្រទេសកម្ពុជាគណៈកម្មការកណ្ដាលនៃរបបសង្គមរាស្ត្រនិយមនឹងរៀបចំសមាជជាតិហើយត្រូវដឹកនាំដោយសម្ដេចនរោត្តមសីហនុផ្ទាល់ព្រះអង្គនៅក្នុងសមាជជាតិលើកទី2ដែលប្រព្រឹត្តទៅនៅថ្ងៃទី25និង26ខែកញ្ញាឆ្នាំ1955គេបានពិភាក្សាស្ដីអំពីការផ្ដល់នូវសិទ្ធិបោះឆ្នោតដល់ស្ត្រីខ្មែរនិងគោលការណ៍នៃការជ្រើសរើសសភាខេត្តសមាជជាតិអាចសម្រេចឲ្យមានការបោះឆ្នោតដកតំណាងរាស្ត្រពីមុខតំណែងទោះបីតំណាងរាស្ត្រនោះកំពុងស្ថិតនៅក្នុងនីតិកាលនៃរដ្ឋសភាក៏ដោយនៅក្នុងសមាជជាតិលើកទី2ក៏បានយល់ព្រមទទួលយកជំនួយរបស់សហរដ្ឋអាមេរិកទាំងស្រុងផងដែរសមាជជាតិលើកទី3ដែលប្រព្រឹត្តនៅថ្ងៃទី21ដល់ថ្ងៃទី22ខែមេសាឆ្នាំ1956បានផ្ដល់ការយល់ព្រមស្ដីពីការប្រកាន់យកនយោបាយអព្យាក្រឹតរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិនិងការជជែកពិភាក្សាអំពីបញ្ហាធ្វើឧស្សាហូបនីយកម្មសមាជជាតិនៅក្នុងសម័យសង្គមរាស្ត្រនិយមបានធ្វើឡើងចំនួន28ដងហើយសមាជជាតិលើកទី28គឺជាសមាជជាតិចុងក្រោយបំផុតរបស់របបសង្គមរាស្ត្រនិយមដែលប្រព្រឹត្តទៅនៅថ្ងៃទី28ខែធ្នូឆ្នាំ1969អញ្ចឹងលោកគ្រូសូមសង្ខេបត្រឡប់មកវិញចំពោះសមាជជាតិដែលបានប្រព្រឹត្តទៅគឺធ្វើនៅក្នុងសម័យសង្គមរាស្ត្រនិយមហើយកម្មវិធីនេះទាំងមុនទាំងក្រោយគឺបូកបញ្ចូលគ្នាទៅគឺឃើញថាបានរៀបចំឡើងចំនួន28ដងដោយមួយឆ្នាំគេធ្វើឡើងចំនួន2ដងបាទហើយកម្មវិធីសមាជជាតិគឺជាកម្មវិធីប្រជុំរវាងរដ្ឋាភិបាលជាមួយនឹងប្រជារាស្ត្រគ្រប់គណៈបកនយោបាយហើយនឹងមនុស្សគ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គមដើម្បីពិភាក្សាដោះស្រាយអំពីបញ្ហាជាតិតាមរយៈសមាជជាតិគេឃើញមានសមិទ្ធផលជាច្រើនបានកើតឡើងផងដែរដូចជាការគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាដោយប្រកាន់យកនយោបាយអព្យាក្រឹតហើយសមាជជាតិក៏បានផ្ដល់នូវសិទ្ធិដល់ស្ត្រីនៅក្នុងការបោះឆ្នោតនិងផ្ដល់គោលការណ៍ដើម្បីជ្រើសរើសសភានៅតាមខេត្តបាទនេះគឺជាសមិទ្ធផលដែលកើតចេញពីសមាជជាតិហើយសមាជជាតិចុងក្រោយរបស់របបសង្គមរាស្ត្រនិយមគឺប្រព្រឹត្តទៅថ្ងៃទី28ខែធ្នូឆ្នាំ1969បាទ
អញ្ចឹងនៅថ្ងៃទី28ខែធ្នូឆ្នាំ1969វាគឺជាកម្មវិធីចុងក្រោយរបស់សមាជជាតិមុនពេលដែលរបបសង្គមរាស្ត្រនិយមដួលរលំនៅថ្ងៃទី8ខែមីនាឆ្នាំ1970សមាជជាតិគឺជាអង្គការថ្មីមួយដែលសង្គមរាស្ត្រនិយមបានបង្កើតឡើងដើម្បីបើកសេរីភាពឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមិនថាអ្នកមានអ្នកក្រឬមន្ត្រីជាន់ខ្ពស់ឡើយមកបញ្ចេញមតិយោបល់ទាក់ទងទៅនឹងជីវភាពនយោបាយទាំងក្នុងនិងក្រៅប្រទេសសមាជជាតិគឺជាវេទិកាដែលមានលក្ខណៈប្រជាធិបតេយ្យផ្ទាល់ហើយអាចសាកសួរចំពោះស្ថាប័នថ្នាក់កម្ពុជារបស់ជាតិមានរដ្ឋសភានិងរដ្ឋាភិបាលជាដើមសមាជជាតិក៏មានទូនាទីអនុម័តលើសេចក្តីសម្រេចផ្សេងៗដើម្បីដាក់ជូនរដ្ឋាភិបាលនិងរដ្ឋសភាជាតិពិនិត្យហើយរដ្ឋសភាអាចចាត់ចែងធ្វើប្រជាមតិចំពោះបញ្ហាណាដែលជាសេចក្តីសម្រេចរបស់សមាជវេទិកាសមាជនេះគឺជាការបើកសិទ្ធិឲ្យប្រជាពលរដ្ឋខ្មែរធ្វើការរិះគន់ទៅលើមន្ត្រីរដ្ឋាភិបាលសមាជិករដ្ឋសភាណាដែលប្រព្រឹត្តផ្ទុយនឹងច្បាប់សមាជជាតិប្រៀបបានទៅនឹងស្ពានសម្រាប់ភ្ជាប់ព័ត៌មានពីថ្នាក់មូលដ្ឋានមកថ្នាក់ជាតិសម្រាប់ជាមធ្យោបាយទ្រទ្រង់នឹងការពារអធិបតេយ្យភាពរបស់ជាតិនិងការពារប្រជារាស្ត្រខ្មែរទូទៅហេតុដែលបើកអំណាចឲ្យប្រជារាស្ត្រទូទៅដើម្បីចូលរួមមកសម្រេចកិច្ចការប្រទេសជាតិជាមួយថ្នាក់ដឹកនាំប្រទេសគឺជាការពិសោធន៍ដែលប្រទេសឯទៀតពុំហ៊ានធ្វើតែការបើកឲ្យមានសមាជនេះគឺមានផលវិជ្ជមាននិងផលអវិជ្ជមានផងដែរផលវិជ្ជមានគឺធ្វើឲ្យមន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់សមាជិករដ្ឋសភាមានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្ននៅក្នុងការបំពេញកិច្ចការរបស់ខ្លួនសមាជជាតិក៏បានធ្វើឲ្យថមថយតម្លៃរបស់ខ្លួននៅខែធ្នូឆ្នាំ1968នៅពេលដែលអង្គសមាជយល់ព្រមតាមសំណើដែលឲ្យយោបល់ដោយសម្ដេចឧត្តមសីហនុនៅក្នុងការបង្កើតកាស៊ីណូមួយដែលមិនស្របនឹងមតិសាធារណៈបាទអញ្ចឹងសមាជជាតិបានធ្វើឲ្យបាត់បង់តម្លៃរបស់ខ្លួននៅពេលដែលសមាជជាតិនេះបានអនុម័តឲ្យមានការបង្កើតកាស៊ីណូមួយនៅទីក្រុងភ្នំពេញដែលការបង្កើតកាស៊ីណូនេះគឺមានមតិសាធារណៈជាច្រើនសម្ដែងនឹងការមិនពេញចិត្តសមាជចុងក្រោយនេះមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងវាគ្មិនដែលបានចូលរួមក្នុងសមាជនិងថ្នាក់ដឹកនាំសមាជជាតិបាទអញ្ចឹងតាមរយៈការអនុម័តឲ្យបើកកាស៊ីណូនៅកណ្ដាលទីក្រុងភ្នំពេញធ្វើឲ្យមានការប៉ះទង្គិចគ្នារវាងវាគ្មិនដែលចូលរួមនៅក្នុងសមាជជាមួយនឹងប្រធានសមាជគឺសម្ដេចនរោត្តមសីហនុតាមរយៈសមាជជាតិយើងឃើញថាសមាជនេះបានផ្ដល់លទ្ធផលជាច្រើនដូចជាទី1មានការប្រឆាំងអំពើពុករលួយទី2កំណត់ភាសាខ្មែរជាភាសាផ្លូវការទី3សភាតំណាងរាស្ត្រមានសិទ្ធិចូលរួមនៅក្នុងការកែលម្អសកម្មភាពរដ្ឋាភិបាលនិងទាមទារឲ្យដាក់ទណ្ឌកម្មចំពោះមន្ត្រីអសកម្មបាទអញ្ចឹងតាមរយៈកម្មវិធីសមាជជាតិគឺបានសម្រេចលទ្ធផលជាច្រើនដែលលទ្ធផលគួរចាប់អារម្មណ៍គឺការប្រឆាំងអំពើពុករលួយការកំណត់ភាសាខ្មែរជាផ្លូវការហើយនឹងការដាក់ទណ្ឌកម្មចំពោះមន្ត្រីអសកម្មនៅក្នុងការបំពេញកិច្ចការរបស់ខ្លួនជាបន្តយើងនិយាយអំពីសមិទ្ធផលនៃរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ1993ដល់បច្ចុប្បន្នបាទគឺរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាទី2ក្រោយពីការបោះឆ្នោតសម័យអ៊ុតរហូតដល់បច្ចុប្បន្ននេះតែម្ដងទី1យើងនិយាយអំពីនយោបាយក្នុងប្រទេសបាទតាមរយៈនយោបាយក្នុងប្រទេសគឺរដ្ឋាភិបាលបានអនុវត្តនៅយុទ្ធសាស្ត្រត្រីកោណយុទ្ធសាស្ត្រចតុកោណនិងចុងក្រោយនេះគឺយុទ្ធសាស្ត្របញ្ចកោណរដ្ឋាភិបាលក៏បានអនុវត្តនយោបាយឈ្នះឈ្នះដោយរំលាយអង្គការចាត់តាំងខ្មែរក្រហមធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមឲ្យមករួមរស់ជាមួយរដ្ឋាភិបាលកម្ពុជានៅឆ្នាំ1998ដែលនាំមកនូវសន្តិភាពពេញលេញនៅកម្ពុជាមួយទៀតគឺរដ្ឋាភិបាលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងប្រកបដោយជោគជ័យតាមគោលការណ៍ប្រជាធិបតេយ្យចំណុចមួយទៀតគឺកំណែទម្រង់គ្រប់វិស័យបាទរាប់ចាប់តាំងពីវិស័យអប់រំរដ្ឋបាលតុលាការនិងកងកម្លាំងអាវុធឲ្យកម្ពុជាប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យស្រីពពកលើកកម្ពស់សិទ្ធិមនុស្សនិងសមភាព Gender នៅឆ្នាំ1999កម្ពុជាបានក្លាយទៅជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលយើងហៅកាត់ថាអាស៊ាននៅឆ្នាំ2004កម្ពុជាក៏បានក្លាយទៅជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដែលយើងហៅកាត់ថា WTO ហើយកម្ពុជាក៏បានក្លាយទៅជាប្រធានអាស៊ានវិលជុំ3លើកគឺនៅឆ្នាំ2002ឆ្នាំ2012និងឆ្នាំ2022ហើយក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ2012និងឆ្នាំ2022រដ្ឋាភិបាលកម្ពុជាបានចូលរួមពិភាក្សាផ្ដល់យោបល់ដល់បញ្ហាប្រទេសភូមានៅក្នុងជម្លោះនយោបាយក្រៅពីនេះកម្ពុជាក៏បង្កើតបាននូវទំនាក់ទំនងល្អជាមួយប្រទេសនានាក្នុងតំបន់និងពិភពលោកហើយកម្ពុជាក៏បានចូលរួមថែរក្សាការពារសន្តិភាពពិភពលោកតាមរយៈការចូលរួមជាមួយកងទ័ពមុខខៀវរបស់អង្គការសហប្រជាជាតិទី2គឺផ្នែកសេដ្ឋកិច្ចបាទ
អញ្ចឹងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាខាងផ្នែកសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ1993រហូតដល់បច្ចុប្បន្នមានដូចជាទី1កសិកម្មមានការរីកចម្រើនដោយរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតប្រព័ន្ធធារាសាស្ត្រការបង្កាត់ពូជសត្វនិងរុក្ខជាតិថ្មីៗទី2រដ្ឋបានអនុវត្តនូវសេដ្ឋកិច្ចទីផ្សារសេរីហើយកម្ពុជាក្លាយទៅជាកន្លែងវិនិយោគទុនដ៏ទាក់ទាញវិស័យឧស្សាហកម្មមានការរីកចម្រើនទាំងផ្នែករោងចក្រនិងសហគ្រាសនានាទី3គឺការធ្វើពាណិជ្ជកម្មក៏មានភាពងាយស្រួលជាងមុនទី4ប្រជាពលរដ្ឋអាចរកការងារធ្វើបានយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសទី5សេដ្ឋកិច្ចមានកំណើនខ្ពស់ក្នុងរយៈពេលវែងនិងចំណូលថវិកាក៏កើនឡើងជាប្រចាំមានកំណើនទេសចរដែលនាំឲ្យមានកំណើនការងារនិងប្រាក់ចំណូលដល់ប្រជាជនទី6ការចូលរួមជាសមាជិកអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ជាផ្នែកមួយដែលជំរុញឲ្យសេដ្ឋកិច្ចមានកំណើនជារៀងរាល់ឆ្នាំផងដែរទី7មានការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមជាបន្តបន្ទាប់ដែលរាប់ចាប់តាំងពីស្ពានផ្លូវអាកាសផ្លូវដីផ្លូវថ្នល់ពង្រីកអាកាសយានដ្ឋានព្រមទាំងលើកលែងទិដ្ឋាការជាដើមទី8កម្ពុជាអាចរក្សាលំនឹងសេដ្ឋកិច្ចរបស់ខ្លួនក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ Covid-19 តាំងពីឆ្នាំ1919មកបាទនេះគឺជាសមិទ្ធផលផ្នែកសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ1993រហូតដល់បច្ចុប្បន្នទី3គឺវិស័យសង្គមបាទអញ្ចឹងតាមរយៈរដ្ឋាភិបាលកម្ពុជាពីឆ្នាំ1993ដល់បច្ចុប្បន្នយើងក៏ឃើញផងដែរចំពោះវិស័យសង្គមទី1គឺមានការកសាងសាលារៀនចាប់ពីទីក្រុងរហូតដល់ជនបទដាច់ស្រយាលទី2មានការផ្ដល់អាហារូបករណ៍សម្រាប់និស្សិតនិងប្រជាជននិងយុវជនកម្ពុជាបានរៀនសូត្រនិងទទួលបានឱកាសល្អៗជាច្រើនទៀតទី3បង្កើតនិងជួសជុលកីឡដ្ឋានបណ្ដុះបណ្ដាលជំនាញកីឡាទទួលបានមេដាយប្រាក់មាសសម្រិទ្ធលើឆាកអន្តរជាតិជាច្រើនទី4គឺរដ្ឋអភិរក្សសម្បត្តិវប្បធម៌ទាំងរូបិយនិងអរូបិយព្រមទាំងដាក់បញ្ចូលនៅសម្បត្តិវប្បធម៌កម្ពុជាជាបេតិកភណ្ឌពិភពលោកដែលមានដូចជារមណីយដ្ឋានអង្គរប្រាសាទព្រះវិហារប្រាសាទសម្បូរព្រៃគុករបាំព្រះរាជទ្រព្យល្ខោនស្រមោលស្បែកធំចាប៉ីដងវែងជាដើមនិងទី5កម្ពុជាទទួលបាននូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខសង្គមទប់ស្កាត់ការជួញដូរមនុស្សថ្នាំញៀននិងអំពើភេរវកម្មទី6មានការកសាងមណ្ឌលសុខភាពមន្ទីរពេទ្យនៅតាមឃុំសង្កាត់ស្រុកខណ្ឌទី7មានសេរីភាពសារព័ត៌មាននិងអនុញ្ញាតឲ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការសង្គមស៊ីវិលទី8រដ្ឋយកចិត្តទុកដាក់លើសមភាព Gender ដោយផ្ដល់សិទ្ធិដល់ស្ត្រីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗទី9មានការជួយគ្នាទៅវិញទៅមករវាងប្រទេសជាសមាជិកក្នុងតំបន់អាស៊ាននិងរដ្ឋជាសមាជិកនៃសហគមន៍អន្តរជាតិយកចិត្តទុកដាក់ចំពោះសិស្សនិស្សិតនៅក្នុងការថែរក្សាសុខភាពការចាក់វ៉ាក់សាំង COVID-19 ទី10យកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពប្រជាជនផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋគ្រប់រូបបាទនៅមានមតិផ្សេងៗទៀតឲ្យតែស៊ីគ្នាជាមួយនឹងសំណួរហើយយើងឆ្លើយគឺទទួលបានបន្ទុកដូចគ្នាបាទអញ្ចឹងសំណួរទាំងពីរលោកគ្រូសូមបញ្ចប់តែប៉ុណ្ណេះហើយលោកគ្រូក៏សូមអរគុណកូនៗដែលបានទស្សនាវីដេអូរបស់លោកគ្រូតាំងពីដើមរហូតដល់ចប់ហើយលោកគ្រូសូមជូនពរឲ្យកូនៗទទួលបានជោគជ័យនៅក្នុងការប្រឡងយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀត